កាលពីយូរលង់ណាស់មកហើយមានក្មេងប្រុសម្នាក់ឈ្មោះធម្មបាលកុមារគេជាក្មេងដែលមានចំណេះវិជ្ជាជ្រៅជ្រះខាងគម្ពីរត្រៃវេទឪពុកធម្មបាលបានសាងសង់ប្រាសាទមួយនៅក្រោមដើមជ្រៃនៅច្រាំងទន្លេដែលមានវងសត្វរស់នៅជាច្រើនធម្មបាលកុមារមានសមត្ថភាពជាពិសេសអាចនិយាយនិងស្ដាប់ភាសាសត្វបានខណៈនេះហើយដែលធ្វើឲ្យគាត់ក្លាយទៅជាមនុស្សម្នាក់ដែលមានតួនាទីក្នុងការចាត់ចែងពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់ក្នុងការលេចលឺដល់មេដឹកនាំសាសនាដទៃទៀតសូមក្រាបថ្វាយបង្គំព្រះអង្គនៅខាងកណ្ដាលមានមនុស្សម្នាក់ឈ្មោះធម្មបាលកុមារគេអាចបកស្រាយគម្ពីរត្រៃវេទបានក្រាបទូលប្រជានារីកោតគោរពស្រឡាញ់និងជឿជាក់ទៅលើគេយ៉ាងខ្លាំងក្រាបទូលព្រះអង្គលោកមន្ត្រីរៀបចំចាត់ចែងឲ្យយើងបានជួបជាមួយនឹងធម្មបាលកុមារក្រាបទូលព្រះអង្គកបិលមហាព្រំបានសម្រេចចិត្តភ្នាល់ជាមួយនឹងធម្មបាលកុមារដោយដាក់ប្រស្នា3ខគាត់បានសន្យាថាប្រសិនបើធម្មបាលកុមារអាចឆ្លើយនឹងប្រស្នាទាំង3នេះបានគាត់សុខចិត្តកាត់ក្បាលខ្លួនឯងតែបើសិនធម្មបាលកុមារមិនអាចឆ្លើយបានធម្មបាលកុមារក៏ត្រូវកាត់ក្បាលខ្លួនឯងដូចគ្នាដែរគុំសូមរយៈពេល7ថ្ងៃសម្រាប់ការរកចម្លើយនេះមិនអីទេទៅវិញចុះយើងអនុញ្ញាតក៏ប៉ុន្តែកុំភ្លេចកិច្ចសន្យារបស់យើងណាអស់រយៈពេល6ថ្ងៃកន្លងផុតទៅធម្មបាលនៅតែមិនអាចដោះប្រស្នាបានធម្មបាលកុមារក៏សម្រេចចិត្តរត់គេចពីកបិលមហាព្រំដោយបណ្ដោយតាមវាសនាដោយភាពអស់កម្លាំងនិងនឿយហត់ពេកធម្មបាលបានទៅជ្រកក្រោមដើមត្នោតដែលមានសម្បុកឥន្ទ្រីរស់នៅពេលនោះហើយធម្មបាលបានឮសំឡេងឥន្ទ្រីនិយាយគ្នាតើព្រឹកស្អែកហ្នឹងយើងបានអីឆៃស្អែកនេះយើងឆៃសាច់ធម្មបាលកុមារព្រោះធម្មបាលកុមារទៅព្រំកាត់កដោយសារដល់ប្រស្នាអត់រួចប្រស្នាអីគេទៅប្រស្នាទី1ហ្នឹងសេរីសួស្ដីពេលព្រឹកស្ថិតនៅត្រង់ណាចម្លើយសេរីសួស្ដីពេលព្រឹកស្ថិតនៅលើមុខព្រោះមនុស្សម្នាទាំងអស់តែតែយកទឹកមកលុបមុខហើយប្រស្នាទី2សួរថាសេរីសួស្ដីពេលថ្ងៃត្រង់ស្ថិតនៅទីណាចម្លើយនោះគឺស្ថិតនៅលើដើមទ្រូងព្រោះមនុស្សម្នាទាំងអស់តែតែយកទឹកមកលុបលាងដើមទ្រូងរីឯសេរីសួស្ដីដល់ពេលល្ងាចស្ថិតនៅត្រង់ណាចម្លើយគឺស្ថិតនៅលើជើងមនុស្សម្នាតែតែយកទឹកមកលាងជើងមុននឹងចុចរំលែកម៉េចយល់នៅអូអញ្ចឹងទេធម្មបាលបានស្ដាប់ឮនៅចម្លើយហើយក៏រីករាយយ៉ាងខ្លាំងគាត់ក៏ត្រឡប់ទៅប្រាសាទវិញលុះដល់ព្រឹកឡើងកបិលមហាព្រំបានមករកចម្លើយធម្មបាលបានឆ្លើយប្រស្នាទាំង3ខដោយជោគជ័យឃើញចម្លើយដែលព្រះអង្គបានដាក់ប្រស្នាដល់ទូលព្រះបង្គំរួចហើយពិតជាត្រឹមត្រូវមែនយើងនឹងកាត់សេរសារបស់យើងបូជាចំពោះធម្មបាលកុមារក៏ប៉ុន្តែមុននឹងកាត់សេរសារបស់យើងសូមជួបជាមួយនឹងបុត្រីទាំង7អង្គរបស់យើងសិនបុត្រីបិតាត្រូវកាត់សេរសាហើយសេរសាបិតាមិនអាចដាក់ក្នុងភពណាមួយបានទេបើដាក់លើដីនឹងឆេះបើបោះទៅក្នុងអាកាសនឹងបង្កឲ្យមានភាពរាំងស្ងួតគ្មានភ្លៀងបើសិនបោះចូលសមុទ្រនឹងរីងស្ងួតដូច្នេះបិតាសូមឲ្យបុត្រីទាំង7យកជើងពៀនមកតម្កល់សេរសាបិតាកបិលមហាព្រំបានកាត់សេរសាខ្លួនឯងប្រគល់ឲ្យព្រះនាងទុងសាទេវីដែលជាបុត្រីច្បងព្រះនាងបានកំដរព្រះសេរសាបិតាដាក់លើជើងពៀនរួចធ្វើពិធីប្រតិសិនជុំវិញភ្នំព្រះសុមេរុអស់រយៈពេល1ម៉ោងរក្សាជើងពៀនយ៉ាងគោរពនៅលើព្រះហស្ថស្ដាំហើយបន្តទៅតម្កល់ជាអចិន្ត្រៃយ៍នៅភ្នំកេលេសក្រោយពីកបិលមហាព្រំបានកាត់សេរសារបស់ទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារក្រោយមកធម្មបាលកុមារក៏បានក្លាយទៅជាអាចារ្យមង្គលដែលជាអ្នករៀបចំចាត់ចែងកំណត់ពេលវេលាក្នុងជំនឿទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងនាសម័យកាលនោះរហូតមកនៅក្នុងពិធីបុណ្យប្រពៃណីជាច្រើនរបស់ខ្មែរមានពិធីបុណ្យមួយដែលប្រជាជនខ្មែរហៅថាសង្ក្រាន្តដែលកាន់ភ្ជាប់តាមជំនឿព្រះពុទ្ធសាសនាសង្ក្រាន្តគឺជាការរៀបចំទទួលទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីច
ចុះមកប្រសិទ្ធពរជ័យសិរីសួស្តីដល់ប្រជាពលរដ្ឋខ្មែរឲ្យបានទទួលនូវសេចក្តីសុខពេញមួយឆ្នាំដែលមានរយៈពេល365ថ្ងៃនិង6ម៉ោងដោយយល់ឃើញពីអត្តន័យដ៏ជ្រាលជ្រៅក្នុងជំនឿទំនៀមទម្លាប់តាមតារាងហោរាសាស្ត្រមហាសង្គ្រាមពិធីបុណ្យចូលឆ្នាំខ្មែរបានក្លាយទៅជាពិធីបុណ្យប្រពៃណីជាតិរហូតមកដល់បច្ចុប្បន្នកាលប្រជាជនខ្មែរបានគោរពធ្វើតាមពិធីកំណត់របស់បុរាណអាចារ្យដូនតាដែលបានកំណត់ជារៀងរហូតមកបច្ចុប្បន្ន Cảm ơn anh. Nào. Đứa tình cặp con cho mà ông đợi. ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រជាជនខ្មែរបានគោរពធ្វើតាមពិធីការកំណត់របស់ដូនតាបុរាណអាចារ្យដែលបានកំណត់យកជារៀងរហូតមកក្នុងរដូវកាលចូលឆ្នាំជារដូវកាលដែលប្រជាពលរដ្ឋឈប់សម្រាកពីការងារមកជួបជុំគ្រួសារបងប្អូននិងសម្អាតផ្ទះសម្បែងកាត់សម្លៀកបំពាក់ថ្មីរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មីដែលមានរយៈពេល3ថ្ងៃគឺថ្ងៃមហាសង្ក្រាន្តថ្ងៃវីរៈបនបតនិងថ្ងៃទី3គឺថ្ងៃវីរៈឡើងស័កនៅក្នុងពេលឱកាសបុណ្យចូលឆ្នាំថ្មីគេតែងនាំគ្នាលេងល្បែងប្រជាប្រិយជាច្រើនមានដូចជាបោះអង្គញ់ចោលឈូងបាយក្អមទាញព្រាត់និងលាក់កន្សែងជាដើមនៅតាមការនិយមរបស់ស្រុកភូមិខ្លះៗគេតែងតែឃើញប្រជាពលរដ្ឋនាំគ្នារាំលេងកម្សាន្តមានដូចជារំវងរំក្បាច់សារវ័តឡាំលាវជាដើមទំនៀមទម្លាប់ប្រពៃណីទាំងអស់នេះគឺបានបន្សល់ទុកជាកេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ ធំអនអៀនណៃអៀនមិនហ៊ានស្ដីរក